សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែចាប់ផ្ដើមជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពជម្រាបសួរគណៈគ្រប់គ្រងគណៈកម្មការលោកគ្រូអ្នកគ្រូអ្នកអាណាព្យាបាលជាទីគោរពនិងសួស្តីសិស្សានុសិស្សជាទីស្រឡាញ់នាងខ្ញុំឈ្មោះហ៊ុនសុវណ្ណបញ្ញាជាសិស្សរៀនថ្នាក់ទី3ខ1ខ្ញុំបាទឈ្មោះមានចេស្តាជាសិស្សរៀនថ្នាក់ទី2ខ1នាងខ្ញុំមានឈ្មោះ BCUK ជាសិស្សរៀនថ្នាក់ទី1ក2ពួកយើងតែង3រូបជាសិស្សរៀននៅសាលារៀនសុវណ្ណភូមិទីតាំងចៅអង្គរថ្ងៃនេះក្រុមយើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមកម្មវិធីប្រកួតបំណិននិយាយបែបទៅលើកំណត់ឆ្នៃប្រឌិតក្រមប្រធានបទទីក្រុង Digital ប្រកបដោយភាពបៃតងនៅសម័យបច្ចុប្បន្នទីក្រុងមានការអភិវឌ្ឍយ៉ាងលឿនឯបច្ចេកវិទ្យាវែងបានដើរតួនាទីយ៉ាងសំខាន់ដើម្បីជួយសម្រួលការងារនិងការរស់នៅប្រចាំថ្ងៃរបស់មនុស្សជាមួយគ្នានេះដែរមនុស្សរស់នៅក្នុងទីក្រុងក៏ត្រូវការរស់នៅស្អាតប្រកបដោយបរិយាកាសបរិសុទ្ធអាស្រ័យហើយដូច្នេះទៅមានប្រធានមួយលើកឡើងថាទីក្រុង Digital ប្រកបដោយភាពបៃតងទីក្រុង Digital ប្រកបដោយភាពបៃតងមានន័យយ៉ាងដូចម្តេចអង្គវេទិកាទាំងមូលជាទីគោរពដើម្បីងាយស្រួលក្នុងការបោះស្រាយប្រធានបទខាងលើក្បោះក្បាយនិងស៊ីជម្រៅអនុញ្ញាតរូបខ្ញុំបាទបញ្យោពាក្យកលើចំនួន3ជាមុនសិនទី1ទីក្រុងមានន័យថាជាកន្លែងទីប្រជុំជនដែលមានមនុស្សរស់នៅច្រើន2 Digital មានន័យថាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកឬឧបករណ៍ឆ្លាតវៃ3បៃតងគឺជាពណ៌មួយតំណាងឲ្យធម្មជាតិជីវសុខទំរមនាដោយផ្អែកទៅលើនិយមន័យពីកន្លឹះខាងលើទីក្រុង Digital ប្រកបដោយភាពបៃតងគឺចង់សំដៅទៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការគ្រប់គ្រងនិងអភិវឌ្ឍកន្លែងដែលប្រជាជនរស់នៅច្រើនដោយកិច្ចគោលការពីបរិស្ថានការរក្សាធម្មជាតិនិងការរស់នៅដោយសុខដុមរមនាដូច្នេះតើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យទីក្រុងក្លាយជាទីក្រុង Digital ប្រកបដោយភាពបៃតងអង្គវេទិកាជាទីគោរពដើម្បីឲ្យទីក្រុងក្លាយជាទីក្រុង Digital ប្រកបដោយភាពបៃតងខ្ញុំបាទសូមលើកយកនៅ3ចំណុចមកធ្វើការបកស្រាយទី1ទីក្រុងអភិវឌ្ឍជាទីក្រុងដែលមានសេដ្ឋកិច្ចលូតលាស់គ្រប់វិស័យមានបរិស្ថានល្អនិងមានជីវភាពរស់នៅប្រសើរសម្រាប់ប្រជាជនអាចរកប្រាក់ចំណូលបានម្យ៉ាងវិញទៀតអាចជួយជំរុញការរីកចម្រើនផ្នែកសេដ្ឋកិច្ចសង្គមនិងបច្ចេកវិទ្យាដើម្បីឲ្យមានការអភិវឌ្ឍយើងត្រូវចូលរួមបង្កើនឲ្យមានសួនច្បារបៃតងកន្លែងកម្សាន្តកន្លែងបង្ហាញសិល្បៈបែបប្រពៃណីខ្មែរនិងផ្សព្វផ្សាយអំពីវប្បធម៌ខ្មែរទៅកាន់ភ្ញៀវទេសចរទី2ការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាការអភិវឌ្ឍឧបករណ៍ Digital រួមមានទាំងបច្ចេកវិទ្យា AI ឬប្រព័ន្ធថ្មីដូចជាកុំព្យូទ័រទូរស័ព្ទឆ្លាតវៃ Robot និងបច្ចេកវិទ្យាអនឡាញក្រៅពីនេះធ្វើឲ្យយើងងាយស្រួលក្នុងការងាររហ័សរហួននិងចំណេញពេលវេលាចំពោះ Robot និងបច្ចេកវិទ្យា AI បានមួយផ្នែកធំចំណែកឯអនឡាញនិង Digital អាចធ្វើការនៅផ្ទះឬនៅទីកន្លែងណាផ្សេងនឹងធ្វើឲ្យយើងចំណេញថាមពលទាំងនេះជាសារៈសំខាន់នៃការចេះប្រើប្រព័ន្ធបច្ចេកវិទ្យា3ការថែទាំបរិស្ថានឲ្យមានភាពបៃតងដើម្បីឲ្យទីក្រុងរបស់យើងមានភាពស្រស់ស្អាតនិងមានពណ៌បៃតងស្រស់ជានិច្ចយើងមិនត្រូវកាប់បំផ្លាញព្រៃឈើតែយើងរួមគ្នាដាំឈើឲ្យបានច្រើនសរុបសេចក្តីមកទីក្រុង Digital ប្រកបដោយភាពបៃតងគឺជាគំនិតជឿនលឿនដ៏សំខាន់សម្រាប់សង្គមសម័យទំនើបព្រោះវាជួយកាត់បន្ថយបញ្ហាបរិស្ថាននិងធ្វើឲ្យជីវិតប្រជាជនកាន់តែល្អប្រសើរហើយជួយសម្រួលការងារធម្មជាតិជួយបង្កើនសុខភាពយើងរួមគ្នាបង្កើតទីក្រុងឆ្លាតវៃពោពេញទៅដោយខ្យល់បរិសុទ្ធជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់អង្គវេទិកាទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃតាមដានស្ដាប់ការបកស្រាយរបស់ក្រុមយើងខ្ញុំតាំងពីដើមរហូតដល់ចប់ក្រុមយើងខ្ញុំសូមគោរពជូនពរដល់អង្គវេទិកាទាំងមូលឲ្យជោគជ័យគ្រប់ភារកិច្ចនិងជួបប្រទះនូវពុទ្ធពរទាំង4ប្រការគឺអា
រៀនសុវណ្ណភូមិជាសាលាចំណេះទូទៅខ្មែរធំជាងគេនិងល្អជាងគេនៅកម្ពុជា